យកលុយ 50000 នេះទៅនេះជាថ្លៃឈ្នួល3ឆ្នាំរបស់ឯងបង្ហឺ3ឆ្នាំមកនេះពីដាំកូនដល់កំណត់ទូនីតិពីការពីជំងឺដល់រត់ក្នុងរោងឯងមានរឿងអីខ្ញុំមិនមើលឆ្នាំនេះឯងលក់ពេងប៉ោះបានជាងឯងឲ្យខ្ញុំតែ 50000 ថាតិចហើយបើថាតិចក៏ចេញទៅបើមានអីឯងដាំខ្លួនកុំមកធ្វើធំនៅមុខឯងឲ្យបាយឯងហូបឯងនៅរើសមុខទៀតអញ្ចឹងខ្ញុំចេញហើយកុំវិលមកវិញចាំមើលថាឯងធ្វើអីបានបើមានអីឯងដាំពេងប៉ោះធ្វើចៅហ្វាយទៅចៅហឺចាំថ្ងៃនេះទុកហើយមើលធ្វើការថ្ងៃនេះដាក់ហួងភក់ឲ្យចប់កុំគិតពីឈប់អូមើលនេះមិនមែនអ្នកដែលធ្វើឲ្យហឺអស់3ឆ្នាំដោយឥតបានការទេ 50000 ទិញអីបានទិញប្រពន្ធក៏មិនគ្រប់ឥឡូវយកប្រពន្ធមិនបានពី 30000 ទេមានសមត្ថភាពក៏ត្រូវធ្វើជាកម្មករនឹងហ៊ានប្រកែកនឹងហឺទៀតមិនដឹងទម្ងន់ខ្លួនគាត់1ឆ្នាំបានរាប់លានវាជាអីរឿងខ្ញុំមិនមែនឯងមកនិយាយទេថាមិនបានឬបើមានអីឯងដាំពេងប៉ោះធ្វើចៅហ្វាយកុំគ្រាន់តែមាត់ឯងដាំទៅចេញអូយសំឡឹងទៀតមានពេលនេះទៅរករោងចក្រធ្វើការវិញល្អជាងមួយខែយ៉ាងហោចណាស់បាន 3000ចេនហ្វុងនេះហាក់ដូចជាមិនដូចមុនទេខុសគ្នាអីនៅតែអ្នកក្រដែរហើយធ្វើអីធំមិនយូរក៏ត្រូវមកសុំហឺវិញចាំមើលវាយំយ៉ាងម៉េចតាមពិតចេនហ្វុងគាត់ល្អទេលើកមុនបំពង់ទឹកផ្ទះខ្ញុំខូចគាត់ជួយឲ្យឯងដឹងអីបើគាត់ល្អមិនដេចក៏ធ្លាក់ខ្លួនយ៉ាងនេះក្នុងភ្នែកគេខ្ញុំគ្រាន់តែជារឿងកំ pl ែងអញ្ចឹងខ្ញុំនឹងដាំឲ្យឃើញឲ្យអ្នកទាំងអស់គ្នាដឹងថាអ្នកណាជារឿងកំ pl ែងចិនស៊ូខ្ញុំចង់ជួលដីប្រៃដែលគេបោះបង់នៅខាងលិចភូមិតាមពេញប៉ោះសួរអ្នកចាស់ដីនោះគេបោះបង់ប៉ុន្មានឆ្នាំតិចជាង20ឆ្នាំគ្មានអ្នកណាហ៊ានប៉ះវាទេឯងមានតែ 50000 ប៉ុណ្ណោះតើវាគ្រប់គ្រាន់ប៉ុន្មានថ្ងៃទិញជីទិញគ្រាប់ពូជទិញអីក៏ត្រូវចាយលុយដែរនិយាយត្រង់ទៅខ្ញុំចេះបច្ចេកទេសកែម្អដី3ឆ្នាំនៅហ៊ូសៃមិនមែនឥតប្រយោជន៍ខ្ញុំរៀនពីរបៀបកែដីប្រៃជីរបៀបកែតម្រូវជាតិអាស៊ីរបៀបប្រើជីសរីរាង្គដើម្បីបន្សាបជាតិខ្ញុំធ្លាប់ធ្វើពិសេសនោះតាមបានខ្ញុំមិនមែនសម្រេចចិត្តដោយចិត្តចង់ទេខ្ញុំគិតយូរហើយខ្ញុំប្រាប់ឯងពីមុនបើចុះកុងត្រាជួលហើយកុំមកថ្លៃជួលមួយកាក់ក៏មិនបើខាត់ប្រាក់កុំមកយំរកភូមិខ្ញុំប្រាប់ឯងឲ្យដឹងភូមិមិនអាចជួយឯងបានទេឯងចុះហាត់ធ្លេខៅអត់ចិនស៊ូខ្ញុំមិនមកយំរកភូមិទេកុងត្រាឯងកាន់ទុកដីជារបស់ឯងធ្វើល្អគឺសមត្ថភាពឯងធ្វើខុសកុំបន្ទោសអ្នកណានេះរឹងរូសដូចគោមើលនេះសាច់ណាស់ហើយហាជប់មើលវីដេអូស្ដាប់ខ្ញុំនិយាយហ៊ូគឺខ្ញុំទើបតែដើរកាត់ឃើញជឿនវឹងដើរចេញកាន់កុងត្រានៅដាក់ដូចជាគាត់ជួលដីប្រៃភូមិជួយស៊ីនពិតមែនហាជឿនវឹងហាដាំពេងប៉ោះលើដីប្រៃដីនោះដាំស្មៅក៏មិនដុះដែរគាត់ឈួតហើយមែនទេហាពេលនោះគាត់នឹងយំសុំអញកុំទុនចិត្តឲ្យសោះខ្ញុំចង់ដឹងថាគាត់ទ្រាំមួយខែទៀតគាត់នឹងមកលុបជង្គង់សុំអញហ៊ូគឺចង់ឲ្យខ្ញុំបន្ថែមអីកុំប្រញាប់ឲ្យគាត់លេងទៅចាំគាត់ចាយលុយអស់ហើយសិនខ្ញុំនឹងដោះស្រាយគាត់បន្តិចម្ដងលោកបច្ចេកទេសសូមចាត់ចៅឈឿនវឹងទៅដាំកុំទៅខ្វល់ខាត់ពេលអ្នកតែមកធ្វើការខ្ញុំឲ្យប្រាក់ខែ2ដងកញ្ចក់ខ្ញុំត្រូវការបច្ចេកទេសមកជាមួយជាងនៅស្ថានីយ៍កសិកម្ម10ដងលោកចៅខ្ញុំជាបុគ្គលិកស្ថានីយ៍កសិកម្មរាកសិករទាំងអស់ក្នុងមិនបែងចែកមកឈឿនវឹងចង់ដាំពេញប៉ោះគាត់ខ្ញុំនឹងផ្ដល់ការណែនាំបច្ចេកនេះជាការងារលោកបច្ចេកទេសគិតច្បាស់ថ្លៃសេវាបច្ចេកទេសខ្ញុំមិនថោកអ្នកជួយខ្ញុំឲ្យផលប្រយោជន៍តែបើអ្នកជួយឈឿនវឹងលោកចៅបច្ចេកទេសគ្មានភីគីទេអ្នកណាត្រូវការខ្ញុំជួយនេះជាច្បាប់អូខេអ្នកមានមោទនភាពពេលឈឿនវឹងដាំមិនដោះកុំមកសុំខ្ញុំរកការងារឲ្យគាត់លោកបច្ចេកទេសកុំយកចិត្តទុកដាក់គាត់និយាយត្រង់យកក្រូចឆ្មាមួយខ្ញុំមានការងារត្រូវទៅមុននឹងធ្វើរាន់តែជាបច្ចេកស្មានខ្លួនឯងជាអ្នកឈប់និយាយបន្តិចគាត់មានស្ថានីយ៍កសិកម្មបើធ្វើឲ្យគាត់ខឹងមិនល្អខ្លាចអីខ្ញុំមានលុយអ្នកណាក្នុងស្រុកមិនឲ្យមកខ្ញុំកូនកុំរឹងរូសដីនេះខ្ញុំធ្លាប់សាកពីក្មេងដាំស្រូវដាំពោតដាំអ្វីក៏ដាំដែរស្លាប់អស់មើលដេករបស់នោះសុទ្ធតែអំបិលវាចេះរូសដាំចុះក៏លួយខំប្រឹងឥតប្រយោជន៍ឈប់ទៅកុំឲ្យខាតបង់ទ្រព្យសម្បត្តិទាំងអស់ពូជើខ្ញុំដឹងអ្វីដែលលោកពូនិយាយតែបើខ្ញុំមិនសាកសំបីតែម្ដងមួយជីវិតនេះខ្ញុំនឹងនៅតែជាអ្នកធ្វើការឲ្យគេខ្ញុំមិនព្រមទេកូននេះរឹងរូសដូចឪពុកឯងកាលពីឆ្នាំមុនឪពុកឯងក៏ដល់គាត់សម្រេចចិត្តហើយគោដកក្បាលក៏ទីមិនចេញឪពុកខ្ញុំធ្លាប់បង្រៀនខ្ញុំនោះរស់មួយជីវិតត្រូវតែមានសេចក្តីថ្លៃបើសេចក្តីថ្លៃថ្នូរនោះរលត់ទៅជីវិតនេះក៏លែងមានតម្លៃទៀតយាយអត់បើឯងត្រូវការអីប្រាប់ពូជើផ្ទះខ្ញុំនៅសល់ឧបករណ៍ស្រែចាស់ខ្លះបើឯងត្រូវការមកយកទៅប្រើចុះអរគុណពូជើថាដីនេះដាំមិនកើតតែខ្ញុំមិនជឿទេឪពុកខ្ញុំធ្លាប់និយាយគ្មានដីណាដែលដាំមិនកើតមានតែមនុស្សដែលមិនចង់ដាំលោកអ៊ូឆ្នាំកែប្រែដីនេះតម្លៃប៉ុន្មានអូឆេនហ្វេនេះហេតុអីក៏មិនអាចលក់ហ៊ូស៊ីប្រាប់ថាគុំលក់អីឲ្យអូនគាត់ថាបើខ្ញុំហ៊ានលក់គាត់នឹងកាត់ចំនួនខ្ញុំអូនក៏ដឹងដែរហ៊ូស៊ីជាអតិថិជនធំក្នុងភូមិមួយឆ្នាំគាត់ទិញទំនិញពីខ្ញុំរាប់សែនខ្ញុំមិនហ៊ានប្រឈមមុខនឹងគាត់មានសិទ្ធិអីមកហាមឃាត់ការលក់របស់លោកខ្ញុំយកលុយទិញរបស់វាជារឿងត្រឹមត្រូវបើលោកមិនលក់ឲ្យខ្ញុំលោកក៏ខាត់ចំណេញមួយនិយាយដូច្នេះក៏ត្រូវតែអូនម្នាក់ទិញបានប៉ុន្មានហ៊ូស៊ីវិញមួយឆ្នាំរាប់សែនខ្ញុំពឹងគាត់ចិញ្ចឹមជីវិតឆេនហ្វេងកុំធ្វើឲ្យខ្ញុំពិបាកទៅទិញនៅស្រុកក្បែរក៏បានពីនេះទៅត្រឹមតែ20លីលោកអ៊ូចាំពាក្យដែលលោកនិយាយថ្ងៃនេះ
រឿងអីហ្នឹងហ៊ូស៊ីថែមទាំងហាមហាងលក់ថ្នាំកសិកម្មមិនឲ្យលក់អីឲ្យខ្ញុំគាត់ចង់រុញខ្ញុំឲ្យដល់ទីបំផុតតែគាត់ធ្វើយ៉ាងហ្នឹងខ្ញុំកាន់តែតាំងចិត្តធ្វើឲ្យបានសម្រេចអត់អីទេទៅទិញនៅស្រុកវិញចម្ងាយ20លីខ្ញុំដើរទៅអូយលេងល្បែងនឹងហើយចង់កែប្រែដែរឯងនឹកស្មានថាឯងជាទឹកប៉ុន្មានកំប៉ុងហើយគិតថានឹងលេងសុបិនជាប្រៃស្ដូចចំសៅស្ជាងម្សៅទៅទៀតធ្វើដល់ចុងឆ្នាំក៏អត់ប្រយោជន៍ខាត់កម្លាំងខាត់ពេលអត់ប្រយោជន៍ទេទៅរករោងចក្រធ្វើការល្អជាងយ៉ាងហោចណាស់បាន3000រៀលចេញទៅកុំមកកញ៉ៃញ៉ៃនៅកន្លែងអ្នកដេញនេះជាអ្នកណាខ្ញុំចង់មកមើលអ្នកមកថែរក្សាត្រូវហើយត្រូវដីសាធារណៈអ្នកណាមិនឲ្យគេដើរទេខ្ញុំថាចេញទៅប៉ះខ្ញុំម្ដងទៀតខ្ញុំឲ្យម្រាមដៃអ្នកមិនដោះវិញអ្នកកុំអាក្រក់ណាខ្ញុំនឹងទូរស័ព្ទប៉ូលីសទៅឥឡូវនេះឈួតហើយឈួតសុទ្ធចៅហ៊ូគិតថាមកកញ៉ៃញ៉ៃខ្ញុំនឹងខ្លាចមិនដឹងថាគាត់ធ្វើបែបនេះខ្ញុំកាន់តែមិនដកថយថ្លៃជួលដី20000សម្ភារៈកសិកម្មឧបករណ៍ផ្សេងទើបតែចាប់ផ្ដើមលុយចិត្តអស់ហើយក្រោយមកទៀតត្រូវទិញជាថ្នាំប្រព័ន្ធស្រោចស្រពអ្វីក៏ត្រូវការលុយដែរ4300អាចទប់បានប៉ុន្មានការកែលម្អមិនទាន់ឃើញលទ្ធផលលុយចិត្តអស់ហើយទៅទៀតធ្វើម៉េចអ្នកណាជីស៊ូខ្ញុំឈិនហ្វុងអូឈិនហ្វុងម៉ោងនេះមានរឿងអីជីស៊ូខ្ញុំយកផ្លែប៉ោម2មកឲ្យលោកកុំមកលេងល្បិចនេះមានរឿងអីនិយាយមកថ្លៃជួលដីអាចពន្យាពេលបានទេឥឡូវខ្ញុំលុយដៃតឹងលុយទាំងអស់ដាក់ក្នុងដីអាចបង់ពាក់កណ្ដាលមុននៅសល់បង់ក្រោយឈិនហ្វុងមិនមែនខ្ញុំមិនជួយទេភូមិកំណត់ថាថ្លៃជួលត្រូវបង់តាមពេលមួយសេនក៏មិនអាចមួយថ្ងៃក៏មិនអាចពន្យានេះជាច្បាប់បើបំពានច្បាប់នេះក្រោយមកអ្នករាល់គ្នានឹងមករកខ្ញុំឲ្យពន្យាការងារភូមិធ្វើមិនទៀតខ្ញុំដឹងហើយផ្លែប៉ោមទុកឲ្យលោកហូបហ៊ូកុងហារាប់ដីនេះឲ្យស្មើមើលថាគាត់ដាំមនុស្សល្ងងើនេះនៅគិតថាដាំសាច់ណាស់ធ្វើបែបនេះមានបញ្ហាគាត់ទៅប្តឹងប៉ូលីសខ្លាចអីពូខ្លានៅជាមួយធ្វើឲ្យចប់ហើយចេញទៅឈប់អូភ្ញាក់ហើយពូខ្លាថាអ្នកយកដីរដ្ឋយើងមករាប់តាមបញ្ជាបើមានបញ្ហាទៅរកគុំមករកយើងមានកិច្ចសន្យាដីនេះជារបស់ខ្ញុំបើឯងហ៊ានធ្វើទៀតខ្ញុំនឹងទូរស័ព្ទប៉ូលីសចង់ចូលគុកសាក់មើលឯងក្លាហានតែចាំទុកនៅភូមិនេះពូខ្លាជាអ្នកសម្រេចប្តឹងប៉ូលីសក៏គ្មានប្រយោជន៍ចាំមើលចៅហ៊ួយឯងឲ្យគេមកបំផ្លាញដីខ្ញុំឯងគិតថាធ្វើបែបនេះខ្ញុំនឹងបោះបង់ឯងខុសហើយដីនេះខ្ញុំនឹងដាំឲ្យបានចាំមើលគាត់យកដីសាធារណៈដីខាងលិចភូមិជារបស់ភូមិហេតុអីគាត់យកតែម្នាក់ឯងខ្ញុំធ្វើនេះដើម្បីរក្សាសណ្ដាប់ធ្នាប់ភូមិសូមអ្នករាល់គ្នាវិនិច្ឆ័យមានយុត្តិធម៌ទេបងប្អូនមើលទាំងអស់គ្នាដីសាធារណៈហេតុអីយកតែម្នាក់ត្រូវហើយត្រូវតែមានចម្លើយកិច្ចសន្យានៅទីនេះសរសេរច្បាស់មានត្រាគណៈភូមិឯងថាខ្ញុំយកដីនៃឯងខ្វាក់ឬមាត់ឯងរលួយឬរបស់នេះរាប់បានឯងបញ្ឆោតកូនអាយុ3ឆ្នាំដីនេះទំនេរ20ឆ្នាំអ្នកណាក៏អាចយកបានហេតុអីឯងចៅហ៊ួយឯងធ្វើហួសហើយចិនស៊ូឯងមកល្អហើយវិនិច្ឆ័យផងកិច្ចសន្យានេះខ្ញុំដាក់ត្រាដោយដៃខ្ញុំឃើញគាត់ចុះហត្ថលេខាដោយឯងថាមិនរាប់ឯងជាចិនស៊ូឬខ្ញុំជាចិនបំបែកត្រង់ដីគាត់បំផ្លាញឧបករណ៍គាត់មករករឿងទៀតហើយឯងគិតថាអ្នកភូមិគ្មានអ្នកគ្រប់គ្រងឯងទេប្រាប់ឯងឲ្យដឹងត្រូវធ្វើឲ្យប្អូនគាត់ដូចដាំវិញភ្លាមសុំទោសនៅមុខគេបើមិនអញ្ចឹងទេខ្ញុំនឹងទៅប៉ុស្តិ៍ឲ្យប៉ូលីសមកដោះស្រាយអូឯងរៀបចំគ្នាហើយមែនទេខ្ញុំចាញ់ហើយតែឯងចាំមើលចិនហ្វុងនឹងមានថ្ងៃឯងយំរឿងប្អូនឯងខ្ញុំនឹងតាមដានចៅហ៊ូឲ្យគាត់ធ្វើឲ្យដូចដើមឯងប្រកបការងារឯងទៅកុំទៅខ្វល់គាត់អរគុណពូជីកខ្ញុំមិនខ្លាចគាត់រករឿងទេខ្លាចតែគាត់មិនហ៊ានរករឿងដង្កូវស៊ីឬរបស់នេះពិបាកព្យាបាលណាស់វាអាចរស់ក្នុងដីបានច្រើនឆ្នាំថ្នាំធម្មតាមិនអាចសម្លាប់វាបានទេបើដាំពេញប៉ោះពេលឬត្រូវវាខាំមិនបាច់និយាយពីផ្លែទេក៏មិនរស់ដែរដោយសារដង្កូវស៊ីឬនេះជាអ្វីដែលខ្ញុំមិននឹកស្មានដីនេះគ្មានអ្នកដាំដំណាំជាង20ឆ្នាំដង្កូវបានតាំងទីលំនៅក្នុងដីយូរហើយកែប្រែដីប្រៃរួចតែដង្កូវនៅដដែលបើដាំពេញប៉ោះគឺឲ្យដង្កូវស៊ីធ្វើម៉េចទៅអង្គុយចុះនេះអីរកឃើញរបស់នេះក្នុងដីខ្ញុំសង្ស័យថាជាដង្កូវតែមិនហ៊ានប្រកាសចង់សុំលោកជួយមើលដោយខ្លួនឯងដង្កូវស៊ីរស់ហើយដងស៊ីទេក៏ច្រើនដែរថ្នាំធម្មតាមិនដំណើរការជាមួយរបស់នេះទេវាអាចរស់ក្នុងដីបានពី3ទៅ5ខ្លាំងអ្នកបច្ចេកទេសសុំលោកបង្រៀនខ្ញុំពីរបៀបព្យាបាលរបស់នេះខ្ញុំទើបតែកែប្រែដីប្រៃបានបន្តិចមិនអាចឲ្យដង្កូវនេះបំផ្លាញបានទេដង្កូវស៊ីរស់មិនមែនព្យាបាលមិនបានតែត្រូវប្រើវិធីត្រឹមត្រូវថ្នាំគីមីធម្មតាប្រសិទ្ធភាពខ្សោយហើយបំផ្លាញដីត្រូវប្រើជីវសាស្ត្រតាមរយៈបាក់តេរីល្អដើម្បីទប់ស្កាត់ដង្កូវខ្ញុំនឹងសរសេររូបមុនតើឯងទៅទិញថ្នាំតាមនេះវិធីប្រើនិងកម្រិតថ្នាំខ្ញុំសរសេរច្បាស់ហើយអរគុណច្រើនខ្ញុំចាំគុណនេះមិនភ្លេចទេនេះជាការងាររបស់ខ្ញុំតែខ្ញុំត្រូវរំលឹកអ្នកថាជីវៈដីមិនមែនជាថ្នាំអស្ចារ្យត្រូវប្រើជាប្រចាំយ៉ាងហោចណាស់2វត្តទើបឃើញលទ្ធផលហើយថ្លៃដើមក៏មិនទាបអ្នកត្រូវត្រៀមចិត្តទុកខ្ញុំដឹងហើយទូលំបាកប៉ុណ្ណាក៏ត្រូវព្យាបាលដែរ
រដូវក្តៅហើយហៅខ្ញុំថាឈិនហ្វុងខ្ញុំដឹងរឿងអ្នកហើយឬគេនិយាយមនុស្សនេះមានចិត្តអត់ធ្មត់មែនអូនេះមិនមែនចិនហ្វុងទេដេប្រៃដាំមិនកាត់ហើយមកមើលផ្ទះកញ្ចក់ខ្ញុំច្រណែននោះលើថាស្រ័យអ្នកមានដង្កូវហើយដង្កូវឬស្គល់ពិបាកព្យាបាលណាស់ប្រាប់អ្នកថាខ្ញុំក៏ធ្លាប់មានតែខ្ញុំមានវិធីតែខ្ញុំមិនបង្រៀនអ្នកទេទោះអង្វរក៏មិនបង្រៀនចាំមើលចំណូលសូនហាហាហាផ្ទះកញ្ចក់អ្នកនឹងមានបញ្ហាពេលនោះកុំមកអង្វរខ្ញុំអង្វរអ្នកសុបិនធ្វើស្រ័យបានល្អឯងជាអីចៅហ៊ូអាក្រក់ណាស់ចៅហ៊ូគិតថាលក្ខបច្ចេកទេសចង់ឲ្យខ្ញុំស្លាប់គាត់មិនដឹងថា3ឆ្នាំនេះខ្ញុំមិននៅទំនេរទេគាត់មិនបង្រៀនខ្ញុំរៀនខ្លួនឯងហើយខ្ញុំនឹងរៀនពូកែជាងគាត់ទៀតប្រោះម្សៅនឹងហើយចង់សម្លាប់ដង្កូវគេដង្កូវនេះនៅក្នុងដី20ឆ្នាំប្រោះម្សៅបន្តិចចង់ឲ្យស្លាប់បោះបង់ចោលទៅកុំខាត់លុយរបស់នេះប្រហែលជាមើលទៅដូចម្សៅខ្ញុំដាំស្រូវ30ឆ្នាំឃើញដង្កូវគ្រប់ប្រភេទដង្កូវឬស្គល់ជាជំងឺព្យាបាលមិនជាទេឈិនហ្វុងឯងខាត់ពេលហើយមើលពាក្យគេមិនអាចរារាំងខ្ញុំបានទេអ្នកមើលរបស់អ្នកខ្ញុំធ្វើរបស់ខ្ញុំជប់និយាយទៅគេធ្វើការគេប៉ះអ្វីអ្នកខ្ញុំមើលមុខវាធ្វើពុតមិនសប្បាយដូចជាតែវាម្នាក់គត់ចេះដាំស្រូវធ្វើទៅដល់ចុងឆ្នាំក៏នៅទេដែរចាំមើលទៅមិនមែនមកមើលរឿងកំ pl ែងទេមកមើលអច្ឆរិយៈអ្នកឯទៀតសាច់ចុះខ្ញុំមិនខ្វល់ទេខ្ញុំចង់បានតែពេញប៉ោះនៅចំការមិនមែនមាត់គេទេអស់ថ្មហើយថ្មបន្ទាន់ក៏អស់ដែរកន្លែងអាក្រក់នេះគ្មានព្រីភ្លើងតតែសោះចំណេះដឹងមិនទាន់ចប់ទេឯងត្រូវមើលបន្តទៀតរៀនបានត្រឹមពាក់កណ្ដាលផ្នែកសំខាន់បំផុតមិនទាន់ឃើញទេស្អែកត្រូវទៅទីរួមរកកន្លែងសាកថ្មតែថ្លៃឈ្នួលឡានទៅមកក៏ចាយលុយដែរគេបិទផ្លូវទាំងអស់ពូលេខ្ចីព្រីភ្លើងសាកថ្មបន្តិចបានទេតែបន្តិចទេកន្លះម៉ោងគ្រប់គ្រាន់អូចេនហ្វុងឲ្យមិនមែនពូមិនចង់ជួយទេហ៊ូស៊ីគាត់ប្រាប់ហើយអ្នកណាជួយឯងគាត់នឹងបំផ្លាញអាជីវកម្មអ្នកនោះឯងក៏ដឹងដែរហាងតូចរបស់ពូនេះសុំទឹកចិត្តអ្នកភូមិហ៊ូស៊ីជាអ្នកមានមិនហ៊ានប្រឆាំងទេគាត់មានសិទ្ធិអីគាត់មានសិទ្ធិអីមកហាមអ្នកឯទៀតជួយខ្ញុំគ្រាន់តែសាកតើវាពាក់ព័ន្ធអីអូយកុំនិយាយជាមួយពូឬក៏គ្មានវិធីឯងទៅរកកន្លែងផ្សេងមើលបងខ្លាចេនហ្វុងទៅមករកខ្ញុំចង់សាកថ្មខ្ញុំធ្វើតាមបងហើយមិនឲ្យគាត់សាកខ្ញុំដឹងហើយអរគុណបងខ្លាចៅហ៊ូកាត់ផ្ដាច់សំបីតែកន្លែងសាកថ្មគាត់មិនគ្រាន់តែចង់ឃើញខ្ញុំបរាជ័យគាត់ចង់ឲ្យខ្ញុំបាត់ខ្លួនទាំងស្រុងតែគាត់មិនដឹងទេពេលមនុស្សជាប់ជ្រុងគិតវិធីចេញគ្រប់បែបយ៉ាងល្មមហើយពីនេះទៅមិនបាច់អង្វរគេទៀតទេឯងយករបស់មកដាក់កណ្ដាលផ្លូវរងភ្នែកថ្ងៃនេះខ្ញុំបំផ្លាញវាចោលអូយអញហ៊ានបំផ្លាញរបស់ខ្ញុំស្លាប់ជាមួយឯងអញហ៊ានរុញខ្ញុំជឿអត់ថាខ្ញុំចាក់ឯងចាក់មកចាក់ខ្ញុំឯងក៏ត្រូវជាប់គុកដែរផ្ទះកញ្ចក់ឯងនឹងលុយឯងខូចអស់ហើយសាកមើលចាំមើលឯងនឹងយំពេលក្រោយគាត់វាខ្ទេចបន្ទះសាកកាត់ផ្លូវរៀនរបស់ខ្ញុំបើគាត់មិនឲ្យខ្ញុំរស់ទេខ្ញុំក៏មិនឲ្យគាត់ស្រួលដែររបួសមិនជ្រៅទេមិនបាច់ដេកប៉ុន្តែប្រយ័ត្នកុំឲ្យឆ្លងបដូរថ្នាំ2ថ្ងៃទៀតអរគុណចាំងយីឆេនហ្វុងរឿងចៅហ៊ូខ្ញុំបានស្ដីបន្ទោសគាត់ហើយគាត់សងឯង300យន្តទិញបន្ទះសាកថ្មីឯងយកទុកចុះឬថាគាត់វាខ្ទេចរបស់ខ្ញុំខ្ញុំរបួសសងតែ300យន្តស្ដីបន្ទោស2-3ម៉ាត់ចប់ឲ្យឆេនហ្វុងខ្ញុំក៏គ្មានវិធីដែរគាត់ថាឯងរុញគាត់មុនវាទាំងសងខាងនៅភូមិសម្រុះសម្រួលបានត្រឹមនឹងបើឯងយល់ថាមិនសមទៅប្តឹងប៉ូលីសបានទៅប្តឹងក៏គ្មានខ្ញុំទទួលយកប៉ុន្តែជេស៊ូឯងចាំទុកថ្ងៃនេះគាត់វាខ្ទេចរបស់ខ្ញុំថ្ងៃស្អែកអាចវាខ្ទេចរបស់អ្នកដទៃពេលនោះកុំស្ដាយក្រោយឆេនហ្វុងខ្ញុំដឹងថាឯងអយុត្តិធម៌ប៉ុន្តែរឿងខ្លះមិនអាចដោះស្រាយក្នុងមួយថ្ងៃទេឯងខំធ្វើស្រែចម្ការឯងធ្វើឲ្យមានលទ្ធផលល្អជាងអ្វីទាំងអស់កូននេះមានសំណាងអាក្រក់គេសង្កត់សង្កិនពេកហើយខ្ញុំដឹងតែខ្ញុំធ្វើមិនបានរឿងភូមិមិនសាមញ្ញទេ300យន្តនឹងស្ដីបន្ទោស2-3ម៉ាត់នេះហើយជាថ្លៃដែលគាត់វាខ្ទេចរបស់ខ្ញុំនឹងធ្វើបាបខ្ញុំនៅភូមិនេះគ្មានអ្នកណាជួយខ្ញុំពិតប្រាកដទេអូសំណើមច្រើនពេកខ្យល់ចេញចូលមិនល្អឬសលួយអស់នេះជាកូនឈើដែលពិបាកដាំខូចអស់អូខំប្រឹងកន្លះខែកូនឈើរាប់រយដើមបាត់អស់ខ្ញុំគិតថាពិបាកបំផុតគឺក៏កម្ចាត់សត្វល្អិតនិងទោសតែពិបាកបំផុតគឺការចិញ្ចឹមកូនឈើមួយដើមឲ្យរស់ប៉ុន្តែខ្ញុំមិនអាចកូនឈើបាត់អាចដាំថ្មីវិញបើមនុស្សដួលនោះគ្មានអ្វីសល់ទេកូនឈើលួយអស់លុយចិត្តអស់ហើយចៅហ៊ូនៅតែដេញខ្ញុំអ្នករាល់គ្នាគិតថាខ្ញុំចាប់តែខ្ញុំមិនទាន់លេងខ្ញុំនៅមានក្របពូជមួយនឹងដង្ហើមមួយដរាបណាដង្ហើមនេះខ្ញុំនៅមានឱកាសអ្នកបច្ចេកទេសធ្លាប់ប្រាប់ថាមានពូជទុំឆាប់ធន់នឹងគ្រោះរាំងស្ងួតប្រហែលជាសង្ឃឹមចុងក្រោយហើយឬសលួយព្រោះសំណើមខ្ពស់ពេកខ្យល់ចេញចូលមិនគ្រប់គ្រាន់ជាប់ទឹកយូរខ្វះអុកស៊ីសែនក៏លួយកូនសំណាបទាំងនេះមិនអាចរស់ទេខ្ញុំដឹងហើយ
ខ្ញុំមកចង់ដឹងពីមូលហេតុច្បាស់លើក្រោយកុំឲ្យខុសទៀតលោកធ្លាប់ប្រាប់ថាដាំកូនរបស់លោកធ្វើពីផ្លាស្ទិកមានរន្ធខ្យល់នេះជាបញ្ហាធំកូនពេញប៉ោះត្រូវការខ្យល់ចេញចូលនិងបន្ថយសំណើមបើមិនដូច្នោះទេឬសលួយជាក់ជាមិនខានលើក្រោយដាំកូនត្រូវបើករន្ធខ្យល់នៅលើដំបូលនិងសងខាងឬប្រើផ្លាស្ទិកដែលមានរន្ធអរគុណសេជីខ្ញុំទៅទិញហើយចាំបន្តិចនេះជាពូជទុំឆាប់ថ្មីដែលទើបនាំឈ្មោះហុងស៊ីវលេខ2ធន់នឹងគ្រោះរងស្ងួតពន្លឺតិចនិងធន់នឹងដង្កូវសៀសស័ក្តិសមនឹងលក្ខខណ្ឌរបស់លោកបរិស្ថានសាមញ្ញរយៈពេលលូតលាស់ខ្លីជាងពូជធម្មតា15បើដាំកូនឥឡូវនឹងទាន់រដូវស្លឹកឈើជ្រុះយកទៅសាកដាំមើលអ្នកបច្ចេកទេសខ្ញុំមិនអាចយកដោយឥតគិតថ្លៃទេថ្លៃប៉ុន្មានខ្ញុំសុខចិត្តបងនេះជាពូជសាកល្បងដាំឡើយគេឲ្យដោយឥតគិតថ្លៃដល់កសិករសាកដាំយកទៅដាំឲ្យបានល្អបើដាំបានផលសូមប្រាប់ទិន្នន័យមកខ្ញុំវិញកុំគិតច្រើនពេកអរគុណសេជីស៊ូយ៉ានឲ្យគ្រាប់ពូជថ្មីមកខ្ញុំគាត់ថាបើដាំបានផលឲ្យប្រាប់ទិន្នន័យគាត់វិញខ្ញុំដឹងថាគាត់ចង់ជួយខ្ញុំគ្រាប់ពូជនេះជាសង្ឃឹមចុងក្រោយរបស់ខ្ញុំមិនអាចបរាជ័យទៀតទេមើលកូនសំណាបកូនមកមួយចំនួនទៅមួយចំនួននៅតែរឹងរូសចេនហ្វុងអញកើតមកធ្វើអីក៏មិនចេះធ្វើខ្ញុំថាអញចូលក្រុងធ្វើការឲ្យហាត្រូវហើយមើលអញខ្មៅដូចជូមថ្ងាសទៀតរមមួយដូចអ្នករត់ចោលស្រុកនៅធ្វើពេញធ្វើអីអត់ប្រយោជន៍ត្រឡប់មកធ្វើការឲ្យខ្ញុំមិនមើលងាយអញទេមួយថ្ងៃ100ជាងអញធ្វើឥឡូវទៀតខ្ញុំធ្វើបានឬអត់មិនមែនជារឿងអញទេអញមានពេលទំនេរទៅមើលផ្ទះកញ្ចក់អញវិញអញ្ចឹងមើលអញទៅថាធ្វើបានដល់ពេលណាពេលអញគ្មានបាយស៊ីកុំមកអង្វរខ្ញុំហើយកូនសំណាបអញខ្ញុំប្រាប់ឲ្យដឹងទូដុសចេញមកដង្កូវក្នុងដីនៅដដែលដាំទៅក៏ងាប់ចេនហ្វុងរឹងរូសណាស់ធ្វើអីក៏គ្មានប្រយោជន៍ដង្កូវក្នុងដីមិនជាសេះសំណាបល្អប៉ុណ្ណាក៏ឥតប្រយោជន៍ផ្ទះកញ្ចក់រួចរាល់គ្រាប់ពូជក៏មានលើកនេះខ្ញុំមិនធ្វើខុសដែរទេអ្នកណាធ្វើចេញមកអាំងទឹកត្រូវគេវាបំបែកផ្ទះសំណាបត្រូវទឹកជន់ខ្ញុំដឹងថាអ្នកណាធ្វើតែគ្មានភស្តុតាងខ្ញុំមិនអាចឲ្យអ្នកណាជួយស៊ើបអង្កេតទៀតទេខ្ញុំត្រូវពឹងខ្លួនឯងសំណាបនៅមានគ្រាប់ពូជនៅមានមនុស្សនៅទីនេះគ្រប់គ្រាន់ហើយចេនហ្វុងមកព្រឹកមិញនឹងពូសុនយប់មិញមានគេវាបំបែកអាំងធ្វើឲ្យផ្ទះសំណាបខ្ញុំចង់មើលកាមេរ៉ាខាងលិចភូមិអូកាមេរ៉ាខាងលិចភូមិខូចប៉ុន្មានថ្ងៃហើយមិនទាន់បានជួសជុលទេថតអីក៏មិនបានខូចតាំងពីពេលណាអ្នកណាជាអ្នករីកាគឺប៉ុន្មានថ្ងៃមុនហាក់ដូចជាខ្សែភ្លើងខូចខ្ញុំប្រាប់ជីស៊ូហើយមិនទាន់ឲ្យគេមកជួសថាចៅហ៊ូឲ្យឯងបិទមែនទេខ្ញុំមិនដឹងកាមេរ៉ាវាខូចហើយកុំស្មានអីអូខូចខ្ញុំដឹងហើយបងខ្លាថ្មីនេះគេមកមើលកាមេរ៉ាខ្ញុំថាខូចអូខ្ញុំដឹងខ្ញុំមិននិយាយអីទេកាមេរ៉ាខូចហើយខាងលិចភូមិមានកាមេរ៉ាតែមួយចៃដនវាខូចប៉ុន្មានថ្ងៃនេះខ្ញុំមិនល្ងងទេចៅហ្វាចាប់ដើមរៀបចំផ្លូវឲ្យខ្ញុំដួលតែគាត់ភ្លេចរឿងមួយខ្ញុំមិនត្រូវការពុស្តាងដើម្បីដឹងថាអ្នកណាធ្វើទេខ្ញុំមិនត្រូវការកាមេរ៉ាដើម្បីឲ្យគាត់សង្ថ្លៃទេពូចៅលោកមកធ្វើអីដេកអញខ្ញុំមកអត់បានទេខ្ញុំទំនេរដូចគ្នាមកហាត់ប្រាណបន្តិចពូចៅខ្ញុំធ្វើខ្លួនឯងបានលោកចាស់ហើយកុំនឿយកុំមកបារម្ភខ្ញុំឯងមើលថែស្រូវឯងខ្ញុំចាស់ហើយតែកម្លាំងជីករណ្ដៅនៅមានពូចៅអរគុណអីកូនឯងដូចឪពុកឯងចេះតែប្រាប់តែរឿងល្អរឿងធំបែបនេះមិនប្រាប់ខ្ញុំទេខ្ញុំមិនមែនមនុស្សក្រៅកូនកុំបារម្ភស្រូវឆេះអាចដាំវិញស្រះបាក់អាចជុះវិញមនុស្សអាក្រក់នឹងត្រូវទទួលទោសឯងគ្រាន់តែដាំដីឲ្យល្អនោះល្អជាងពូចៅមកហើយភូមិទាំងមូលមើលរឿងកំ pl ែងខ្ញុំមានតែគាត់ទេដែលមកជួយគាត់ថាមនុស្សអាក្រក់នឹងត្រូវទទួលទោសតែខ្ញុំមិនអាចរងចាំទេខ្ញុំចង់ដាំពេញប៉ោះដោយដៃខ្លួនឯងឲ្យអ្នកដែលជិះជាន់ខ្ញុំមើលពូចៅខ្ញុំហៅថាលោកទៅជួយជីករណ្ដៅឲ្យគេលោកភ្លេចខ្លួនហើយឬខ្ញុំប្រាប់លោកជួយគាត់គឺប្រឆាំងនឹងខ្ញុំពីនេះទៅមន់ទីខ្ងានឯងកុំលក់ឲ្យពូចៅលោកចាស់ប៉ុណ្ណឹងហើយទៅប្រកាន់រឿងអីចិនហ្វីងឲ្យឯងប្រយោជន៍អីឯងជួយគាត់នឹងមើលថែឯងពេលចាស់ទេចៅហ៊ូកុំគំរាមខ្ញុំរស់70ឆ្នាំឃើញអីខ្លះហើយឯងសង្កត់សង្កិនមនុស្សខ្ញុំចំហៀងគ្រប់គ្រងមនុស្សឯងបំបាក់ស្រះគាត់បំផ្លាញកូនឈើគាត់ឯងគិតថាអ្នកណាមិនដឹងមនុស្សធ្វើមិនឃើញទៅខ្ញុំកុំឲ្យមុខមិនយកឯងគិតថាខ្ញុំមិនអាចធ្វើឯងបានទេឯងធ្វើមកមើលធ្វើខ្ញុំម្ដងមើលបើឯងមានចិត្តក្លាហានកុំសង្កត់សង្កិនមនុស្សស្មោះទៅដាំពេញប៉ោះដោយខ្លួនឯងនៅចំឯងដាំមិនកើតចេះតែប្រើល្បិចចុកខ្វក់រកជាសមត្ថភាពអីឈប់ទៅកុំឆ្លុះជាមួយគាត់បរោះចាស់មិនចេះស្ដាប់ហេតុផលអញ្ចឹងឯងជួយគាត់អាចបានអីដេកគាត់មានបញ្ហាមិនអាចព្យាបាលកូនឈើចុះក៏ងាប់ឯងចាំទទួលសពគាត់ចុះហើមចៅហ៊ូឯងចាំទុកដាំដំណាំពឹងចិត្តមិនមែនលុយឯងគ្មានចិត្តនោះទេផ្ទះកញ្ចក់ធំប៉ុណ្ណាក៏ដាំពេញប៉ោះល្អមិនកើតឯងឈួតអីមនុស្សចាស់ថ្ងៃក្រោយខ្ញុំនឹងសម្រេចឯង
មិននឹកស្មានទេនេះឯងដាំរស់មែនបើពុកឯងឃើញមិនដឹងជាសប្បាយប៉ុណ្ណានៅឆ្ងាយទេត្រូវចាំផ្លែចេញទៅរាប់ដុះបានយ៉ាងនេះគឺជាសមត្ថភាពហើយភ្លៀងធំនឹងមកពូជើប្រញាប់ដាក់ផ្ទះកញ្ចក់ការពារប្រញាប់ដាក់បង្គោលឫស្សីចុះជួរនីមួយដាក់ពីដើមគ្រប់ផ្លាស្ទិកពីលើចុចឲ្យជាប់កុំឲ្យភ្លៀងធ្លាក់ផ្ទាល់លើកូនឈើទើបដាំឬមិនទាន់ជាប់ភ្លៀងធំមួយអាចបោកបោះអស់មេឃមិនជួយខ្ញុំត្រូវតែប្រឹងខ្លួនឯងលើកនេះមិនឲ្យកូនឈើវិនាសទៀតទេប្រញាប់កុំឲ្យកូនឈើខូចគ្រប់ផ្លាស្ទិកពីលើប្រញាប់ខ្យល់ខ្លាំងពេកទប់មិនរួចគ្រប់ជួរកណ្ដាលខ្លះមុនរក្សាទុកសំខាន់ឯងមិនអីទេបន្តទៀតឈប់មិនបានទេធ្វើម្ដងទៀតគ្រប់ដណ្ដប់កូនឈើកុំឲ្យងាប់សំបីតែមួយភ្លៀងធ្លាក់ខ្លាំងមកសាដាក់រួចរាល់កូនឈើបានសង្គោជប់ពើដួលស៊ីវ៉ាន់របួសពួកគេទាំងអស់គ្នាប្រយុទ្ធដើម្បីខ្ញុំមិនអាចឲ្យពួកគេប្រយុទ្ធកូនឈើនេះត្រូវតែដុះលូតលាស់នៅមានខ្លះដុះរស់មើលដើមនេះមិនបាក់ទេនៅដដែលលើកឡើងបន្ថែមដីវាអាចរស់បានឯដើមនោះក៏ដូចគ្នាយើងត្រូវពិនិត្យម្ដងមួយអ្វីដែលសង្គោបានត្រូវសង្គោឲ្យអស់ខ្ញុំមិនបោះបង់ទេសង្គោម្ដងមួយដើមក៏ជាមួយដើមដែរកាត់មែកដែលបាក់បិទមុខរបួសដាក់ថ្នាំការពារការឆ្លងមេរោគកូនតែនេះខូចខាតខ្លះប៉ុន្តែបើនៅសល់អាចរស់បានវានឹងទាន់រដូវកូនឈើខូចច្រើនប៉ុន្តែនៅសល់ពាក់កណ្ដាលស៊ីវ៉ាន់ថាអាចសង្គោបានចៅប៊ឺថាអាចរស់បានខ្ញុំជឿពួកគេកូនឈើនេះនឹងរស់ពេញប៉ោះរបស់ខ្ញុំនឹងមានសង្ឃឹមមេឃមិនបំផ្លាញខ្ញុំទេខ្ញុំក៏មិនបំផ្លាញខ្លួនឯងដែរហាប្រយុទ្ធជាមួយខ្ញុំទេវតាក៏មិនជួយអ្នកដែរខ្ញុំនៅល្អដេកគាត់ខ្លាយជាស្រះចាំមើលគាត់យកខ្ញុំចង់ដឹងថាកូនឈើគាត់នៅបានប៉ុន្មានថ្ងៃខ្ញុំថាគាត់នឹងមិនជោគជ័យតាមដីក៏មិនចេះចង់ធ្វើជាសុបិនទៅមើលមុខគាត់ដូចមន់ជ្រុកទៅមើលពេញប៉ោះខ្ញុំគ្មានមួយណាប្រេះគ្មានមួយណានេះហើយជាសមត្ថភាពឈឺហ្វុងមនុស្សល្ងីល្ងៅនោះចង់ប្រកួតជាមួយខ្ញុំគាត់យកអ្វីមកប្រកួតសាលមួយនេះផលិតបានច្រើនជាងគាត់ដាំ10ឆ្នាំខ្ញុំទើបមើលការព្យាករណ៍ថាប៉ុន្មានថ្ងៃនេះនឹងមានរន្ធបង្ហូរទឹកក្នុងសាយើងត្រូវជីកជ្រៅជាងនេះទេមិនបាច់ទេជំរុកខ្ញុំរឹងមាំណាស់ភ្លៀងធំប៉ុណ្ណាក៏ធន់បានស្ដាប់អ្វីមកហើយភ័យពេកឆ្ងាញ់ណាស់ពេញប៉ោះហ៊ូស៊ីដាំឆ្ងាញ់ណាស់ឆេនហ្វុងដាំបានគុណភាពបែបនេះសុបិនហើយហាចៅហ៊ឺកំពុងសាច់គាត់គិតថាគ្រោះធម្មជាតិជួយគាត់មិនដឹងថាភ្លៀងធំស្មើគ្នាសម្រាប់អ្នករាល់គ្នាទេជំរុកគាត់មិនដួលទេព្រោះគាត់ចាយលុយសំណាប់ខ្ញុំមិនស្លាប់ទេព្រោះខ្ញុំប្រឹងអស់ពីកម្លាំងលុយនិងជីវិតមួយណាមានតម្លៃជាងចាំមើលទៅនេះជាថ្នាំការពារជំងឺសមាមាត្ររំលាយមួយមើលចំណាត់នេះមួយខ្នាត100មីលីលីត្របំពេញដល់5ខ្នាតលីទឹកមួយធុងពេលបាញ់ត្រូវឲ្យស្មើបាញ់ទាំងខាងលើនិងក្រោមស្លឹកជាពិសេសត្រង់គល់ជាកន្លែងសំខាន់បាញ់រួចចាំកន្លះម៉ោងឲ្យថ្នាំស្ងួតរួចដាក់បង្គោលកម្ពស់បង្គោលត្រឹម2/3នៃដើមខ្ពស់ពេកមិនរឹងទាបពេកមិនជួយត្រូវបានធ្វើបែបនេះបានទេពេលចង់ទុកចន្លោះមួយម្រាមដៃដើមនឹងធំទៀតស៊ីវ៉ាន់បើគ្មានអូនទេខ្ញុំមិនអាចទ្រាំបានទេបើមិនមែនអូនទេសំណាប់នេះប្រហែលជាមិនរួចវិជារបស់បងសំណាប់របស់បងការតស៊ូរបស់បងខ្ញុំគ្រាន់តែជួយបន្តិចបន្តួចកុំអរគុណខ្ញុំច្រើនពេកល្ងាចមុនគាត់មកជាមួយថ្នាំនឹងរៀនខ្ញុំពីរបៀបថាការតស៊ូរបស់ខ្ញុំទើបមានប៉ុន្តែខ្ញុំដឹងថាបើគ្មានគាត់ទេខ្ញុំប្រហែលជាដួលគាត់ដូចជាចង្គៀងបំភ្លឺផ្លូវខ្ញុំពេលយប់អូយឆេនហ្វុងនេះជាពេញប៉ោះរបស់អ្នកដីប្រៃរបស់អ្នកដាំបានមែនចំនួនដំបូងមានតិចប៉ុន្តែរាងស្អាតអូយរសជាតិផ្អែមជូរល្អឆ្ងាញ់ជាងចៅហើយទៀតដីអ្នកដាំបានពេញប៉ោះល្អម្ល៉េះមិននឹកស្មានទេលេសនោះអាចដាំបានរបស់ល្អបែបនេះឆេនហ្វុងអ្នកពូកែណាស់ចឹងនឹងហើយពីមុនយើងនិយាយចំអកគេមិនគួរទេទើបតែចេញផ្លែប៉ុន្មានមកអួតអាងនៅឆ្ងាយទៀតចាំផ្លែចេញច្រើនសិនទើបនិយាយប្រហែលជាប៉ុន្មានថ្ងៃទៀតវាប្រេះរលួយពុកចំការពិតឈប់និយាយបន្តិចគាត់ដាំដុះបាននឹងហើយជាសមត្ថភាពឯងចំណែនគេធ្វើអីមកឯងនឹងហើយឆាប់ឬយូរនឹងមានរឿងពួកចរចាមុខចាំពេញប៉ោះគាត់រលួយទើបដឹងខ្ញុំមកថាជើហ៊ូថ្មីមានបញ្ហាក្នុងផ្ទះកញ្ចក់ផ្លែប្រេះច្រើនណាស់ផ្លែក្នុងផ្ទះកញ្ចក់គាត់ប្រេះច្រើនអញ្ចឹងហើយថ្មីគាត់ខឹងខ្លាំងគាត់ធ្វើការដោយខ្លួនឯងជើហ៊ូនឹងពូកែជីជាន់គេអាកប្បកិរិយាអ្នកភូមិប្រែប្រួលពីមុនគេមើលមកខ្ញុំចង់សាច់ឥឡូវមើលពេញប៉ោះខ្ញុំភ្នែកប្លែកបាំងគុយសៀងនៅតែរឹងមាត់តែខ្ញុំដឹងគាត់អស់កម្លាំងចិត្តហើយហេតុអីប្រេះអស់ចឹងលក់ដូចម្ដេចកើតមួយផ្ទះកញ្ចក់ខូច1/3ហ៊ូផ្លែប្រេះកាន់តែច្រើនម្សិលមិញតែ1-2ល្អយថ្ងៃនេះយ៉ាងតិច6ល្អយរកអ្នកបច្ចេកទេសមកមើលឲ្យលឿនគាត់ច្បាស់ជាមានវិធីមិនបាច់បញ្ហាអាកាសធាតុមិនស្លាប់ទេប៉ុន្មានថ្ងៃក៏ធូររកគាត់ធ្វើអីឲ្យគាត់មកមើលរឿងកំ pl ែងខ្ញុំឯងរឹងរូសសំលេងឆេនវឹងដីប្រៃក៏ដាំបាន
គាត់មានស៊ីជីជួយច្រើនឯងមិនហ៊ានទម្លាក់មកផ្លែមួយផ្ទះកញ្ចក់នេះខូចអស់គុំនិយាយពីឆេនវឹងមកខ្ញុំ VGA ផ្លែខ្ញុំល្អជាងវា100ដងបច្ចេកទេសខ្ញុំខ្លាំងជាងខ្ញុំមិនត្រូវការអ្នកណាជួយទេបងហ៊ូអ្នកទិញផ្លែឈើមកដល់ហើយគេឃើញផ្លែប្រេះរបស់យើងថាមិនទិញទេមិនទិញក៏មិនអីខ្ញុំលក់អ្នកផ្សេងផ្អែមគ្រប់ស្តង់ដារជូរល្មមសាច់ក្រាស់រសជាតិល្អណាស់គុណភាពនេះមិនចាញ់ផ្លែល្អនៅផ្សារទេអរគុណអ្នកដែលជួយខ្ញុំគ្រប់ជំហានពីដាំដល់បដូរកូនពីការពីជំងឺដល់ធ្វើរបងគ្រប់ជំហានអ្នកបង្រៀនខ្ញុំទាំងអស់គ្មានអ្នកទេដីនេះនៅតែរហោឋានអ្នកឯងនឹងហើយដែលខំរៀនខំធ្វើខ្ញុំឃើញកសិករច្រើនបង្រៀនហើយក៏មិនធ្វើហើយក៏មិនចេះស៊ូអ្នកជាមនុស្សដំបូងដែលអនុវត្តតាមបច្ចេកទេសទាំងអស់អញ្ចឹងយកមួយនេះទៅនេះជាផ្លែល្អជាងគេក្នុងចម្ការអរគុណខ្ញុំទុកធ្វើពូជឆ្នាំក្រោយអាចដាំបន្ថែមប៉េងប៉ោះក្មេងទាំងពីរនេះទុំហើយផ្អែមល្មមគុណភាពល្អល្ងាចនេះនិយាយគ្នាជាប៉េងប៉ោះដីប្រៃល្អបំផុតដែលគាត់ធ្លាប់ឃើញខ្ញុំមើលគាត់ញ៉ាំប៉េងប៉ោះឃើញថាទុកលំបាកទាំងអស់សុទ្ធតែមានតម្លៃដីនេះដុះមិនត្រឹមតែប៉េងប៉ោះទេតែក៏ដុះក្តីសង្ឃឹមដែរប៉េងប៉ោះនេះធំក្លិនឈ្ងុយ1គីឡូប៉ុន្មាន4រៀល1គីឡូតាមខ្លួនឯងគ្មានថ្នាំបំប៉នទុំធម្មជាតិ4រៀលគេលក់3រៀលហេតុអីបានជាអ្នកលក់សាកល្បងមើលលក់ហើយចាំនិយាយពីតម្លៃឲ្យខ្ញុំ5គីឡូអត់ទេ10គីឡូប៉េងប៉ោះនេះឆ្ងាញ់ណាស់កូនប្រុសខ្ញុំចូលចិត្តរសជាតិជូរផ្អែមបែបនេះញ៉ាំទៅកាន់តែឆ្ងាញ់ប៉េងប៉ោះនេះឆ្ងាញ់ណាស់ឲ្យខ្ញុំ10គីឡូខ្ញុំមកមុនឲ្យខ្ញុំ5គីឡូឲ្យខ្ញុំ3ថ្ងៃទៀតដើម្បីសាកល្បងរូបមន្តឲ្យខ្ញុំប៉ុណ្ណឹងហានិភ័យចេញឲ្យខ្ញុំ5គីឡូកូនសិស្សប៉េងប៉ោះអ្នកគុណភាពល្អណាស់ល្អជាងផ្លែនៅផ្សារភាគខ្ញុំមកពីផ្សារវ៉ាន់ជីចង់ចុះកុងត្រាទិញយូរអង្វែងមួយថ្ងៃអ្នកផ្គត់ផ្គង់បានប៉ុន្មានឥឡូវខ្ញុំរើបានប្រហែល200គីឡូក្នុងមួយថ្ងៃមួយខែទៀតទិន្នផលអាចកើនទ្វេដងលោកថ្លៃប៉ុន្មានទើបសមថ្លៃអ្នកកំណត់ចុះខ្ញុំមានតែមួយលក្ខខណ្ឌគុណភាពត្រូវតែថេរគុំយករបស់អន់មកដាក់អ្នកថ្លៃប៉ុន្មាន5រៀល1គីឡូចុះកុងត្រាមួយឆ្នាំទឹក3ដងក្នុងមួយសប្តាហ៍សងជាសាច់ប្រាក់អ្នកចាងសហការល្អប្រុសខំធ្វើទៅពេញប៉ោះឯងមានអនាគតអ្នកចាងចិនចំណេញឲ្យអញ្ជើញគេស៊ីផងអ្នកចាំងចៅផ្លែឯងប្រេះអស់ហើយគ្មានអ្នកទិញទេដឹកទៅក៏លួយដដែលខ្ញុំថែមថ្លៃដឹកវិញមិនបានរកអ្នកផ្សេងវិញទៅពូលាវជួយខ្ញុំផងលក់ថោកថ្លៃប៉ុន្មានក៏បាន1រៀល1គីឡូ5សេន1គីឡូយកទៅចុះសុំទិញបន្តិចបើមិនអញ្ចឹងទេផ្ទះកញ្ចក់ខ្ញុំខូចអស់អ្នកចាំងចៅមិនមែនខ្ញុំមិនជួយទេផ្លែពិតជាគ្មានទៅក៏លក់មិនដាច់ខ្ញុំធ្វើជំនួញមិនអាចខាត់ក្រោកឡើងកុំអញ្ចឹងហ៊ូស៊ីក្រោកឡើងកុំអញ្ចឹងយើងរកវិធីផ្សេងរកវិធីនៅសល់ប្រាក់កម្ចីដល់ថ្ងៃក្រោយទិញសម្ភារៈកសិកញ្ចក់នេះខូចអស់ហើយតើឲ្យខ្ញុំក្រោកដូចម្ដេចឈឿនវឹងសូមបង្រៀនខ្ញុំពីបច្ចេកទេសការពារផ្លែប្រេះផ្ទះកញ្ចក់ខ្ញុំចិត្តខាត់បងហើយបង្រៀនខ្ញុំផងថ្លៃប៉ុន្មានក៏បានឈឿនវឹងខ្ញុំដឹងថាពីមុនខ្ញុំខុសសូមឲ្យខ្ញុំមានផ្លូវរស់ផងពីមុនអញធ្វើអីចំពោះខ្ញុំប្រាក់ឈ្នួលវិញខ្ញុំជេរខ្ញុំបំបាក់របស់ខ្ញុំបំផ្លាញសំណាក់ផ្លូវខ្ញុំឥឡូវមកសុំខ្ញុំសុំហើយដែលផ្លែឯងប្រេះជាកម្មផលរបស់ឯងខ្ញុំបង្រៀនឯងខ្ញុំសុខចិត្តយកបច្ចេកទេសទៅក្នុងជើហឹមក៏មិនបង្រៀនអ្នកសំបីតែមួយពាក្យឯងនៅមានមុខមកទៀតអីចេញទៅគាត់មកអង្វរខ្ញុំហើយអ្នកដែលធ្លាប់ជន់ខ្ញុំពីលើមកអង្វរខ្ញុំមិនទុនចិត្តទេពេលគាត់បៀតបៀនខ្ញុំគាត់មិនដែលទុនចិត្តទេសំហើយអ្វីគឺគាត់រកដាក់ខ្លួនឯងខ្ញុំសូមលោកជួយនិយាយបន្តិចឲ្យឆេងហ្វុងបង្រៀនខ្ញុំពីបច្ចេកទេសការពារផ្លែប្រេះបើបន្តទៀតជំរុកខ្ញុំវិនាសអស់ឯងនៅមានមុខមករកខ្ញុំទៀតឯងកាត់ប្រាក់ឈ្នួលគាត់3ឆ្នាំចំណេញជាង3លានឯងឲ្យគាត់តែ50000ឯងផ្ដាច់មុខសម្ភារៈសិកម្មធ្វើឲ្យភូមិទាំងមូលគ្មានអ្នកហ៊ានលក់អីឲ្យគាត់ឯងញុះគេឲ្យទៅបំបែកស្រះទឹកគាត់បំផ្លាញកូនឈើគាត់ឯងរកគេបំផ្លាញសំណាញ់គាត់ឯងបំបែកបន្ទះសាកថ្មឯងថែមទាំងវាគាត់រឿងឯងធ្វើទាំងអស់មួយណាក៏មិនមែនជាមនុស្សធ្វើដែរខ្ញុំដឹងខុសហើយពិតមែនដឹងខុសហើយយឺតពេលពីមុនខ្ញុំដាស់តឿនឯងហើយឯងមិនស្ដាប់ឯងគិតថាមានលុយធ្វើអីក៏បានឯងគិតថាឆេងហ្វុងងីគេឥឡូវគាត់ដាំបានហើយឯងច្រណែនមកអង្វរប្រាប់ឯងថាខ្ញុំជួយមិនបានទេគ្មានអ្នកណាជួយឯងបានទេឯងដាំអ្វីចូលឯងច្រូតវិញអស់ហើយអស់ទាំងអស់
ចៅហ៊ូឯងជំពាក់ខ្ញុំថ្លៃសម្ភារៈសិកម្ម153ទាញយក3ខែហើយថ្ងៃនេះឯងត្រូវតែឲ្យចម្លើយខ្ញុំកុំធ្វើរឿងស្លាប់ពីមុនខ្ញុំទុកចិត្តឯងឲ្យខ្ចីទុកឯងថាលក់ផ្លែហើយសងឥឡូវផ្លែនៅណារលួយពេញដីឲ្យខ្ញុំធ្វើម៉េចខ្ញុំជាអ្នកលក់ដូរ150,000គឺគ្រប់គ្រាន់ឲ្យខ្ញុំរស់2ឆ្នាំកុំគិតថាធ្វើរឿងស្លាប់ហើយខ្ញុំឲ្យឯង3ថ្ងៃបើមិនសងលុយទេខ្ញុំទៅតុលាការជំរុកនឹងឡានឯងខ្ញុំឲ្យគេដកហូតទាំងអស់បងប្អូនពូមីងទាំងអស់សហគមន៍ពេញប៉ោះយួនហ្វុងថ្ងៃនេះបានបង្កើតជាផ្លូវការគោលការណ៍សហគមន៍គឺតែមួយគឺឲ្យអ្នកទាំងអស់គ្នាចម្រើនអ្នកណាក៏មិនត្រូវជាអ្នកដាក់ភាគហ៊ុនក៏បានធ្វើការក៏បានប្រាក់ចែករំលែកបច្ចេករួមគ្នាទទួលហានខ្ញុំឈ្មោះចិនហុងពីមុនជាអ្នកធ្វើការធ្លាប់ត្រូវគេជិះជាន់ដឹងថារសជាតិជិះជាន់គេដូច្នេះនៅទីនេះគ្មានពាក្យជិះជាន់គេទេអ្នកខំប្រឹងក៏បានលុយអ្នកដាក់លុយក៏បានចំណេញស្មើភាពគ្នាចិនហុងខ្ញុំដាក់ភាគហ៊ុន20,000ខ្ញុំជឿអ្នកខ្ញុំដាក់10,000ខ្ញុំចេះដាំដំណាំខ្ញុំមកធ្វើការចិនហុងខ្ញុំធ្លាប់និយាយចំអកអ្នកកុំទ្រាំទ្រចិត្តខ្ញុំមកធ្វើការនៅនេះប្រាក់ខែអ្នកឲ្យប៉ុណ្ណាក៏បានរឿងចាស់កុំនិយាយទៀតចាប់ពីថ្ងៃនេះទៅយើងទាំងអស់គ្នាជាសមាជិកធ្វើជាមួយគ្នារកចំណេញជាមួយគ្នាអូភ្ញៀវកំណណាសូមអញ្ជើញអង្គុយផឹកតែខ្ញុំទើបតែចាក់តែរុក្ខជាតិអត់ទេខ្ញុំមកទិញរបស់ជីនឹងថ្នាំសម្រាប់រដូវក្រោយសហគមន៍ត្រូវការច្រើនអ្នកដាក់តម្លៃមកលោកចិនហុងរឿងមុនសុំទោសខ្ញុំមើលមនុស្សខុសអញ្ចឹងពីនេះទៅទំនិញសហគមន៍អ្នកខ្ញុំឲ្យតម្លៃដើមមិនចំណេញ1 សេនជី1ថងតម្លៃដើម18ខ្ញុំលក់អ្នកដទៃ25ឲ្យអ្នកតែ18ថ្នាំសម្រាប់ដីក៏តម្លៃដើមដូចគ្នាលោកអូរឿងចំនួនទុកចំនួនកុំធ្វើល្បិចអ្នកគួរតែចំណេញកុំបោកខ្ញុំក៏ល្អខ្ញុំមិនត្រូវការអ្នកលក់ខាតទេតែកុំគិតធ្វើល្បិចនៅទីនេះបាទលោកចិនហុងនិយាយត្រូវលោកអូខ្ញុំពីនេះទៅប្រកាសជាធ្វើដោយស្មោះត្រង់មិនធ្វើល្បិចអ្វីទេខ្ញុំនឹងដឹកជញ្ជូនទំនិញរបស់អ្នកដោយខ្ញុំនឹងត្រួតពិនិត្យបើមានបញ្ហាអ្វីខ្ញុំនឹងសរដូវដាំដុះនេះយកជីសរីរាង្គ50ថងនិងជីរ៉ៃ2តោនសិនស្អែកដឹកទៅដល់ចំការនេះជាបញ្ជីបានស្អែកព្រឹកព្រលឹមនឹងដឹកទៅដល់លោកចេនដើរទៅដោយសុវត្ថិភាពនេះពូកែមែនពីមុនខ្ញុំធ្វើបាបគាត់វាដូចជាខ្ញុំខ្វាក់ភ្នែកចិនហ្វុងខ្ញុំសុំទោសអ្នកសុំនិយាយខ្លាំងពីមុនខ្ញុំមាត់អាក្រក់និយាយរឿងអាក្រក់របស់ហើយនៅតែទៅជាមួយចៅខ្ញុំខុសហើយសុំទោសឯងនៅតែហ៊ានពីមុនចិនហ្វុងធ្វើស្រែឯងនិយាយថាគាត់ជាមនុស្សឥតបានការ3ឆ្នាំពីឥឡូវដឹងថាខុសវាយូរឯងនៅតែទៅជាមួយចៅហ៊ូបំផ្លាញចំការគាត់ឯងគិតថាអ្នកណាមិនដឹងចិនហ្វុងមិនយករឿងជាមួយឯងគេថាគាត់ចិត្តធំបាំងគុយសៀងមាត់ឯងណាគួរតែកំជុលដែររឿងក្នុងភូមិប៉ុន្មានដែលឯងបង្កើតឥឡូវមកសុំទោសពីមុនទៅណាបាត់អ៊ំវាងខ្ញុំបានលើការសុំទោសរបស់អ៊ំហើយប៉ុន្តែខ្ញុំមិនទទួលក៏មិនបដិសេធអ៊ំធ្លាប់និយាយអ្វីពីខ្ញុំមិនខ្វល់ទេពីនេះទៅអ៊ំកុំបង្ករឿងដាក់គ្នាទៀតសហគមន៍កំពុងជ្រើសរើសការអ៊ំចង់មកចុះឈ្មោះតាមច្បាប់ខ្ញុំមិនឲ្យការពិសេសដោយសារអ៊ំសុំទោសទេក៏មិនបដិសេធអ៊ំដោយសារអ៊ំធ្លាប់ជិតខ្ញុំចាត់ទុកដូចគ្នាទាំងអស់អរគុណនឹងហើយរឿងចាស់ទុកឲ្យកន្លងទៅថ្ងៃនេះប្រជុំនេះដើម្បីនិយាយពីផែនការអភិវឌ្ឍសហគមន៍យួនហ្វុងរបស់ពីនេះទៅនឹងក្លាយជាសហគ្រាសជាតិសូមឲ្យអ្នកទាំងអស់គ្នាជួយគ្រប់គ្រងឥឡូវខ្ញុំសូមលើកចំណុចខ្លះវ៉ាងគុយសៀងបានសុំទោសជាសាធារណៈខ្ញុំមិនស្អប់គាត់ទេក៏មិនអរគុណគាត់ដែរការសុំទោសសម្រាប់ខ្ញុំវាស្រាលដូចស្លឹកឈើជ្រុះលោកលីវនេះជាលិខិតលាឈប់ពីការងាររបស់ខ្ញុំសម្រេចចិត្តលាឈប់ពីការងារសៀវឯងធ្វើអីនឹងឯងនៅស្ថានីយ៍ធ្វើល្អហើយចិត្តបានតំណែងជាន់ខ្ពស់ហើយក៏មកលាឈប់ពេលនេះបញ្ហាប្រាក់ខែខ្ញុំអាចជួយចរចាមិនមែនបញ្ហាប្រាក់ខែទេលោកប្រធានលីវខ្ញុំសម្រេចចិត្តទៅធ្វើពេញម៉ោងនៅសហគមន៍ធំផុនជួយគាត់ផ្នែកបច្ចេកទេសនិងគ្រប់គ្រងគម្រោងពេញប៉ោះដីប្រៃរបស់គាត់អ្នកដឹងហើយវាមានអនាគតល្អខ្ញុំចង់លះបង់ពេលវេលាទាំងអស់ទៅវាសៀវខ្ញុំយល់ពីគំនិតឯងប្រុសធំផុននោះពិតជាល្អដីប្រៃដាំពេញប៉ោះបានល្អគឺជាមនុស្សមានទេពកោសល្យប៉ុន្តែឯងជានិស្សិតបញ្ចប់ការងាររដ្ឋហើយទៅធ្វើឯកជនជាមួយគាត់ឯងគិតច្បាស់ហើយខ្ញុំគិតច្បាស់ហើយលោកប្រធានលីវប៉ុន្មានឆ្នាំនេះខ្ញុំផ្សព្វផ្សាយបច្ចេកទេសច្រើនតែអ្វីដែលអនុវត្តបានហើយធំឡើងធំផុនជាអ្នកដំបូងសហគមន៍គាត់បានតាក់ទាញគ្រួសាររាប់សិបហើយថ្ងៃក្រោយនឹងធំជាងនេះខ្ញុំគិតថាកន្លែងនោះត្រូវការខ្ញុំជាងអញ្ចឹងខ្ញុំគោរពការសម្រេចចិត្តឯងប៉ុន្តែឯងត្រូវចាំទ្វារស្ថានីយ៍ម៉ាស៊ីនកសិកម្មតែងតែបើកសម្រាប់ពេលណាចង់ត្រឡប់មកវិញគ្រាន់តែទូរស័ព្ទមកអរគុណលោកប្រធានលីវអរគុណចំពោះការបណ្ដុះបណ្ដាលប៉ុន្មានឆ្នាំទៅចុះប្រុសចិនផុនមានសំណាងហើយខំធ្វើការឲ្យបានលទ្ធផលល្អនេះក៏ជាមុខមាត់ស្ថានីយ៍យើងដែរលាឈប់ហើយពីនេះទៅខ្ញុំជាបុគ្គលិករបស់អ្នកហើយចៅហ្វាយឈិនមិនមែនបុគ្គលិកទេជាដៃគូបាទជាអ្នកដែលខ្ញុំចង់ដើរជាមួយពេញមួយជីវិតអញ្ចឹងទៅដៃគូទៅមើលដែលយើងថ្ងៃនេះដឹកជញ្ជូន5សារទំនើបវ៉ាន់ជា3សារកសិកម្មក្រុង2តោនអ្នកទាំងអស់គ្នាខំទប់ឡាននេះហើយបាយថ្ងៃត្រង់ដាក់ជើងមាន់ល្ងាចនេះមើលក្បួនឡាននេះដូចកងទ័ពពេញប៉ោះរបស់យើងទេដូចតែមេតបអីមិនដូចទេខ្ញុំត្រូវទៅបញ្ជាក់ការបញ្ជីទិញថ្ងៃស្អែកលោកចាំងទូរស័ព្ទមកថាចង់បន្ថែមប៉ុន្មានបន្ថែម1តោនក្នុងមួយគាត់មាន3តទាំង3ថាពេញប៉ោះយើងលក់ដាច់ពេកលក់មិនគ្រប់បងប្អូនប្រកាសដំណឹងល្អផ្សារវ៉ាន់ចាចង់បញ្ជីទិញចាប់ពីថ្ងៃស្អែកបន្ថែម1តោនក្នុងអរគុណអ្នកទាំងអស់ចុងខែនេះម្នាក់ទទួលប្រាក់រង្វាន់500យួនលោកចេញជាស្ដេចសៀវ៉ាន់អញថាពេញប៉ោះយើងនឹងចេញក្រៅខេត្តនៅពេលណាអញដាំខ្ញុំជួយលោកមិនយូរទេចេនហ្វុងសុំបាយបន្តិចខ្ញុំអត់បាយ3ថ្ងៃហើយសុំឯងនៅមានមុខមកទៀត
ពេលនោះឯងធ្វើអីដាក់គាត់កាត់ប្រាក់ឈ្នួលបំផ្លាញស្រះបំផ្លាញដំណាំវីគេឯងធ្វើអីខ្លះឥឡូវឯងទៅសុំគាត់ប្រាប់ឯងថាមិនបានទេជូពោខ្ញុំដឹងខុសហើយខ្ញុំចិត្តស្លាប់ដោយអត់សុំបាយបន្តិចមួយក្តាប់ក៏បានឯងស្លាប់អត់បាយជារឿងឯងពេលឯងសង្កត់សង្កិនគេឯងគិតពីថ្ងៃនេះទេពេលឯងបំផ្លាញស្រះគាត់ឯងគិតទេពេលឯងឲ្យគេបំផ្លាញដីគាត់ឯងគិតទេឯងមិនគិតទេឥឡូវមកយំធ្វើឲ្យដីនេះប្រឡាក់យួនហ្វៃកុំទុនចិត្តមនុស្សបែបនេះមិនសមទេខ្ញុំមិនទុនចិត្តទេទៅចំការវិញលោកចេញខ្ញុំបានភ្លុកពេញប៉ោះរបស់លោកគុណភាពល្អមានតែលក្ខខណ្ឌមួយឲ្យខ្ញុំជាអ្នកចែកចាយផ្ដាច់មុខលោកចៅអរគុណចំពោះការទទួលស្គាល់តែខ្ញុំមិនអាចចុះកិច្ចសន្យាផ្ដាច់មុខបានទេហេតុអីតម្លៃ3 ដងឯងអាចចំណេញជាមួយសែនក្នុងមួយលក្ខខណ្ឌល្អបែបនេះឯងរកឯណាទៀតលោកចៅមើលមនុស្សនៅខាងក្រៅនោះខ្លះជាអ្នកវិនិយោគក្នុងសហគមន៍ខ្លះទៀតមកធ្វើការពេញប៉ោះយើងលក់ដាច់មិនមែនតែខ្ញុំម្នាក់ទេបើខ្ញុំឲ្យអ្នកជាអ្នកចែកចាយតែម្នាក់គេនឹងទៅជាយ៉ាងណាអ្នកណាធានាផ្លូវលក់ឲ្យគេខ្ញុំមិនអាចរកលុយតែឯងហើយបិទផ្លូវអ្នកភូមិទេដូច្នេះមិនឲ្យអ្នកណាផ្ដាច់មុខទេអ្នកអាចមកទិញអ្នកផ្សេងក៏មកទិញបានដែរអ្នកណាឲ្យតម្លៃសមរម្យសេវាល្អខ្ញុំលក់ឲ្យអ្នកនោះប្រកួតប្រជែងដោយយុត្តិធម៌លោកឆេនខ្ញុំធ្វើការទិញ20ឆ្នាំហើយឃើញអ្នកផ្គត់ផ្គង់រកពាណិជ្ជកម្មអ្នកជាមនុស្សទី1ដែលមិនខ្វល់ពីតម្លៃ3 ដងខ្ញុំគោរពសុំទោសនេះជាកន្លែងឯកជនអ្នកក្រៅចូលមិនបានទេចេនហ្វាងថ្ងៃនេះអ្នកទទួលលទ្ធផលដោយខ្លួនឯងខ្ញុំមិនដែលអត់ទោសអ្នកទេអ្នកសុខសប្បាយទេសុខសប្បាយល្អជាងពេលណាទាំងអស់បងប្អូនអ្នកភូមិទាំងអស់គិតយូរទាំងថ្ងៃនេះជាពិធីបុណ្យប្រមូលផលរបស់សហគមន៍ពេញប៉ោះយូនហ្វុងមួយឆ្នាំនេះចេនហ្វុងនាំអ្នកទាំងអស់គ្នាចាប់ផ្ដើមពីដីប្រៃគាត់បានបង្កើតអច្ឆរិយៈអបអសាទរគាត់ដោយការទេដៃយ៉ាងកក់ក្ដៅអបអសាទរសហគមន៍កសិកម្មសូមអរគុណអ្នកទាំងអស់គ្នាពេញប៉ោះឆ្ងាយថ្ងៃនេះគ្រាន់តែជាការចាប់ផ្ដើមស្អែកយើងនឹងយកពេញប៉ោះឆ្ងាយចេញពីភូមិនេះចេញពីស្រុកនេះចេញពីខេត្តនេះទៅកាន់ទូទាំងប្រទេសឪពុករបស់យួនអ្នកឃើញទេកូនប្រុសរបស់អ្នកជោគជ័យហើយ